រុនសួស្ដីពីប្រទេសហូឡង់បងប្អូនចាគឺម្សិលមិញនេះខ្ញុំដើរហាត់ប្រាណដើររាប់ផ្ទះសេដ្ឋីមានប្រហែលអញ្ចឹងណាបងប្អូនចានៅម្ដុំផ្ទះខ្ញុំហ្នឹងគឺថាសម្បូរផ្ទះសេដ្ឋីចាហើយផ្ទះគេស្អាតនៅចិត្តមាត់ព្រែកតែម្ដងចាពេលខែក្តៅខែទៅផ្ការីកអីគឺថាត្រជាក់ស្រួលចាមិនក្តៅទេហើយគេមានទឹកនៅខាងមុខនឹងតែម្ដងអ្នកដែលគេមានលទ្ធភាពទៅគេមានកប៉ាល់មានកណូតអីចឹងទៅមានទូកអីចឹងអូបយចឹងណាបងប្អូនចាហើយគេជិះពេលខែក្តៅចឹងវាជិះពីព្រែកមួយទៅព្រែកមួយទៅចាព្រែកគេហ្នឹងជម្រៅយើងអាចដាក់ទូកដាក់អូបអីបានអញ្ចឹងទៅចាបងប្អូនផ្ទះគេស្អាតខ្ញុំចូលចិត្តពេលល្ងាចហ្នឹងក៏មានពេលអញ្ចឹងមកខែក្តៅអញ្ចឹងទៅចេញពីធ្វើការថ្ងៃវានៅវែងអញ្ចឹងអាចដើរដែរប៉ុន្តែឥឡូវនៅខែត្រជាក់នៅឡើយអញ្ចឹងពេលថ្ងៃហ្នឹងវាខ្លីដែរចាម៉ោងយ៉ាងយូរម៉ោង6ហ្នឹងគឺថ្ងៃលិចចាហើយខែក្តៅអីវាយូរម៉ោង10ម៉ោងអីមិនថ្ងៃលិចចាអញ្ចឹងយើងអាចដើរបានយូរអញ្ចឹងណានៅម្ដុំខ្ញុំហ្នឹងគឺសម្បូរផ្ទះសេដ្ឋីផ្ទះគេធំហើយផ្ទះគេនៅជាប់មាត់ព្រែកទៀតបងប្អូនចាផ្ទះគេចឹងយ៉ាងទៀបណាក៏តម្លៃ1លានជាង2លានដែរចាបងប្អូន1លាន2លានអឺរ៉ូអីចឹងណាចាស្អាតណាផ្ទះ